នាងខ្ញុំសូមជម្រាបសួរនាងខ្ញុំឈ្មោះឆេងស្រីមានខ្ញុំបាទឈ្មោះប៊ុនតថានាងខ្ញុំឈ្មោះមុំសុភ័ក្រខ្ញុំបាទឈ្មោះប៊ុនស៊ីនពួកយើងជាគ្រូសិស្សចំនួនទី32ឆ្នាំទី1ឯកទេសរូបវិទ្យានិងគីមីវិទ្យានៃមជ្ឈមណ្ឌលគ្រូកោសល្យភូមិភាគខេត្តកំពង់ចាមដែលថ្ងៃនេះពួកយើងបានលើកយកឧបករណ៍ពិសោធន៍មួយមកបង្ហាញដែលឧបករណ៍នេះមានឈ្មោះថា Wireless Power Transfer អញ្ចឹងចំពោះគោលបំណងនៃការធ្វើឧបករណ៍នេះគឺឧបករណ៍នេះធ្វើឡើងដើម្បីបង្ហាញអំពីការទទួលថាមពលអគ្គិសនីនៃគ្រឿងទទួលដោយឥតមានការតភ្ជាប់ខ្សែចម្លងទី2ចូលមកដល់សម្ភារៈផលិតចំពោះឧបករណ៍នេះសម្ភារៈផលិតមានដូចជាខ្សែទង់ដែងអំពូល LED resistor transistor ក៏ដូចជាចនិតាឬក៏ហៅថាថ្មពិលនិង connector ផងដែរហើយចំពោះកុងផ្លាកគេនិងឈើសង្កត់អណ្ដាតយើងគ្រាន់តែយកមកតាំងលម្អឧបករណ៍របស់យើងដើម្បីវាមានភាពងាយស្រួលទៅក្នុងការពិសោធន៍ចូលមកដល់ទី3និយាយអំពីដំណើរការផលិតអញ្ចឹងចំពោះដំណើរការផលិតឧបករណ៍នេះគឺយើងត្រូវរុំខ្សែទង់ដែងជាប៊ូប៊ីន2ដែលប៊ូប៊ីនទាំងពីរនេះមានចំនួន30ស្ពាដូចគ្នាអញ្ចឹងប៊ូប៊ីនទី1គឺយើងត្រូវរុំចំនួន30ស្ពាហើយយកវាទៅភ្ជាប់ជាមួយនឹងអំពូល LED ចំណែកឯប៊ូប៊ីនទី2គឺយើងរុំវាចំនួន30ស្ពាដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថាប៊ូប៊ីនទី2ត្រូវរុំចំនួន15ស្ពាបន្ទាប់មកបាត់វាទៅលើប្រវែងប្រហែល1ចង្អុលដៃទៅរុំវាបន្តថែម15ស្ពាបន្ថែមទៀតហើយបន្ទាប់ពីរុំប៊ូប៊ីនទី2ចំនួន30ស្ពារួចហើយយើងយកប៊ូប៊ីនទី2នេះទៅភ្ជាប់ជាមួយនឹង resistor transistor និង connector ដែល connector នោះទុកសម្រាប់ភ្ជាប់ជាមួយនឹងចនិតាឬក៏ហៅថាថ្មពិលអញ្ចឹងឈានមកដល់ដំណើរការពិសោធន៍វិញម្ដងអញ្ចឹងយើងអាចសង្កេតមើលបាននៅពេលដែលអំពូល LED របស់យើងដែលភ្ជាប់ជាមួយនឹងប៊ូប៊ីនទី1គឺវាស្ថិតនៅកម្រិតឆ្ងាយពីគ្នាគឺវាអត់មានភ្លឺទេអញ្ចឹងនៅពេលដែលយើងរុញវាទៅជិតគ្នាយើងអាចសង្កេតឃើញថាអំពូល LED វានឹងកាន់តែភ្លឺឡើងនៅពេលដែលវាខិតទៅជិតប៊ូប៊ីនទី2អញ្ចឹងចំពោះការបង្ហាញឧបករណ៍របស់ក្រុមខ្ញុំបានមកដល់ទីបញ្ចប់អញ្ចឹងបើសិនជាមានកំហុសកើតឡើងដោយអចេតនាសូមមេត្តាខន្តីអភ័យទោសសូមអរគុណ